Sôm cờ rộp chùm riệp xua conទាំងអស់គ្នាជាទីស្រឡាញ់ថ្ងៃនេះកូនសុខសប្បាយជាទេបាទឃើញថាសុខសប្បាយជាទេបើចឹងលោកគ្រូសូមបង្រៀនមេរៀនមួយទៀតទាក់ទងនឹងមេរៀនថ្នាក់ទី11មេរៀនភាសាខ្មែរមេរៀនទី9ដែលមានចំណងជើងថាអាពាហ៍ពិពាហ៍ខុងជើកូនណាបាទចូលមើលរូបភាពនេះកូននេះមានមនុស្ស3នាក់រូបនេះខុងជើរូបនេះម្ដាយនិងប្រពន្ធរបស់ខុងជើបាទអញ្ចឹងយើងចូលអានអត្ថបទរបស់យើងទាំងអស់គ្នាណាដើម្បីឲ្យយល់កាន់តែច្បាស់បាទខុងជើគឺជានរណាអាពាហ៍ពិពាហ៍ខុងជើបាទអញ្ចឹងអត្ថបទយើងនៅត្រង់ចំណុចកកូនណាពេលលោកគ្រូរាប់13កូនអានតាមលោកគ្រូទាំងអស់គ្នាណា1 2 3នៅតាមទន្លេលឿងគេឃើញទូកនេសាទជាច្រើនដឹកនាំទាស័យល្អនិងភោជសាល័យតម្រង់ទៅស្រុកហាន់កៅនាយភេត្រាជាមនុស្សខូខើប្រៀបបាននឹងខ្លាភ្នំហើយតែងដឹកជញ្ជូនកំណាត់សម្ពត់សោតយកទៅដូរឲ្យអ្នករស់នៅតាមភូមិភាគខាងជើងពួកគេដឹកនាំយកមកនៅវិញនៅភោគទ្រព្យដ៏មានតម្លៃដូចជាស្បែកសត្វរោមសត្វចរចាតជាដើមជួនកាលគេទិញទាស័យល្អមកពីភូមិភាគខាងជើងដើម្បីយកទៅលក់ឲ្យត្រកូលលោកម្ចាស់គ្រប់ស្រុកមកដល់ស្រុកលូក្មួយសំពៅទាំងនោះដឹកជញ្ជូនភោគទ្រព្យដ៏មានតម្លៃជាច្រើនហើយបញ្ជាឲ្យគេដឹកនាំយកទៅលើគោកក្នុងចំណោមទំនិញទាំងនោះមានអាវធ្វើពីរោមសត្វចចាតព្រមទាំងស្បែកសត្វចតុបាទដ៏ល្អដែលគេពន្លាត់យកតែស្បែកដឹកជញ្ជូនតាមរទេះបន្តកន្ទុយគ្នាហូរហែជាក្បួនគួរចាប់អារម្មណ៍យ៉ាងក្រៃលែងពួកស្រីត្រូវគេបង្គាប់ឲ្យតែងខ្លួនព្រមទាំងលម្អដោយគ្រឿងអលង្ការដ៏មានតម្លៃសម្លៀកបំពាក់ដោយកំណាត់សម្ពត់ភ្លឺផ្លេកនៅក្នុងវិមានលោកម្ចាស់លូឈ្មួញគ្រប់គ្នាបានត្រូវម្ចាស់ផ្ទះបង្គាប់ឲ្យរៀបចំពិធីជប់លៀងយ៉ាងអធិកអធមបន្ទាប់មកគេបានបញ្ចេញទាស័យល្អពីក្នុងបន្ទប់យកមកបង្ហាញទស្សនិកជនដែលជាត្រកូលអភិជនម្នាក់ម្ដងពេលនោះខុងជឺត្រូវចៅហ្វាយរបស់គាត់បញ្ជាឲ្យទៅជញ្ជូនស្នែងសត្វប្រាសតំបន់តកកចេញពីសំពៅទស្សនវិទូកំឡោះក្នុងវ័យ20ឆ្នាំមានកម្លាំងមាំមួនប្រកបដោយអវយវៈតាន់ដូចដែកអ្នកនិពន្ធលីវូធីបានពោលខុងជឺមានមាឌខ្ពស់ស្រឡះជើងដៃមាំដូចឪពុករបស់ខ្លួនតែមានសភាពស្លូតបូតដូចអ្នកបួសក្នុងមួយថ្ងៃគាត់អាចដើរបាន100គីឡូដោយអត់មានហត់ឬអស់កម្លាំងអ្វីឡើយលោកហ្វុងយូឡាន់បានពោលខុងជឺជាគ្រូទស្សនវិជ្ជាផងជាគ្រូព្យាបាលជំងឺផងក្បួនវិជ្ជសាស្ត្រជាទេពកោសល្យដែលម្ដាយរបស់គាត់បានបង្ហាត់បង្រៀនព្រោះជីតាខាងម្ដាយរបស់គាត់ជាគ្រូពេទ្យជនបទយ៉ាងចំណានម្នាក់មានក្បួនតម្រាថ្នាំនិងក្បួនទុទាយទុកជាមរតកឲ្យកូនស្រីគាត់ដែលជាម្ដាយរបស់ខុងជឺតាំងតែពីកូនរបស់គាត់ធ្វើដំណើរតាមប្តីមកស្រុកចាន់តុងលោកគ្រូសុំអស់ទៅបន្តិចទៀតនៅពេលលោកម្ចាស់លូបញ្ជាឲ្យខុងជឺទៅយាមសំពៅនោះខុងជឺបានឮសូរសំឡេងច្រវាក់អូសក្រោកនៅក្នុងបាតសំពៅលាយឡំនឹងសម្លឹកណោចក្អាកក្អាយរបស់ពួកនាវិកដែលកំពុងស៊ីផឹកសប្បាយនៅក្នុងទីនោះដែរពេលនោះខុងជឺបានចុះទៅមើលហេតុការណ៍ពិតនៅក្នុងបាតសំពៅទស្សនវិទូនេះបានឃើញទស្សនភាពមួយគួរឲ្យរំភើបញាប់ញ័រនៅក្នុងចិត្តក្រៃលែងគេឃើញមនុស្ស4-5នាក់កំពុងផឹកស៊ីស្រវឹងស្រែកច្រៀងឡូឡាអើងអាប់ខុងជឺក៏បានឃើញស្រីម្នាក់មុខជាំខ្មៅអាក្រាត
នៅខ្លួនទទេមានច្រវាក់ជាប់អវយវៈទាំងសងខាងខុងជឺសួរតាចាស់ដែលជាអ្នកបោសសម្អាតនៅបាតសំពៅពីបុព្វហេតុដ៏គួរឲ្យសង្វេគនេះឯតាក៏និយាយប្រាប់ស្រីនេះជាតិម៉ុងហ្គោលីចៅវាយយើងទិញមកជាតម្លៃអំបិល10លាដំបងវាមានមុខមាត់ស្អាតបាតដូចស្រីក្រមុំនៅហាន់ចៅទាំងឡាយតែក្រោយមកស្រីនេះបែរជាឈួតវង្វេងអត់ដឹងអីចេះតែយំនឹងសោចនិយាយផ្ដេសផ្ដាសគេយកបាវស្រូវឲ្យវាស្លៀកព្រោះវាតែងដេកននានៅចិត្តចង្ក្រានបាយហើយគេយកវាទៅដាក់ច្រវាក់ដៃជើងព្រោះខ្លាចវារើរបស់ទ្រពឬបំផ្លាញឆ្នាំងបាយនិងពាងទឹកដែលគេដាក់ចិត្តវាពេលនោះខុងជឺចូលទៅយកសម្លៀកបំពាក់មួយសម្រាប់មកបិទបាំងរាងកាយអាក្រាតរបស់នារីអភ័ព្វនោះកាយវិការនេះធ្វើឲ្យនាយភេត្រាផ្ទុះសំណោចហើយប្រាប់អភិជនលូថាក្មេងកំឡោះនេះសុភាពគួររាប់អានហើយនាយសំពៅនិយាយទៀតបើឯងចង់បានប្រពន្ធអញនឹងឲ្យស្រីម្នាក់ធ្វើជាប្រពន្ធចូលឯងរើសតាមចំណង់ចិត្តចោះខុងជឺថ្លែងអំណរគុណដល់នាយសំពៅហើយក៏ចុះទៅបាតនាវាដោះលែងស្រីខ្មៅដែលជាប់ច្រវាក់នោះចេញមកក្រៅខុងជឺបាននាំនាងមកបង្ហាញនាយភេត្រារួចពោលបើលោកម្ចាស់ចង់ធ្វើអំណោយប្រពន្ធដល់ខ្ញុំសូមស្រីល្អម្នាក់នេះយកទៅរៀបការនៅពេល2-3ថ្ងៃខាងមុខនេះសម្ដីខុងជឺធ្វើឲ្យគេសោកគ្រប់គ្នាខុងជឺក៏នាំស្ត្រីជាតិម៉ុងហ្គោលនោះទៅឲ្យម្ដាយខ្លួនព្យាបាលខុងជឺខិតខំស្រាវជ្រាវតម្រាថ្នាំយកមកពិនិត្យដើម្បីព្យាបាលជំងឺនាងក្រមុំម៉ុងហ្គោលនេះកន្លះខែមកដែលម្ដាយខុងជឺបានជ្រើសរើសថ្នាំផ្សេងជាច្រើនមុខដើម្បីព្យាបាលសុខភាពនិងមុខមាត់របស់យុវតីនេះប៉ុន្តែជាការឥតប្រយោជន៍ព្រោះក្បួនថ្នាំឫសឈើដែលមានក្នុងមហាគម្ពីរចាំងគ្មានប្រសិទ្ធភាពក្នុងការធ្វើមុខមាត់យុវតីនេះឲ្យល្អដូចដើមវិញឡើយលោកគ្រូសុំអស់តែលើបន្តិចណាដោយអស់ចំណេះខុងជឺបានជួយណែនាំនាងឲ្យចេះធ្វើកិច្ចការទូទៅដូចស្រីឯទៀតក្នុងស្រុកមានរវៃអំបោះក្រសាវសូត្រនិងរៀបចំទុកដាក់ប្រដាប់ប្រដានៅក្នុងផ្ទះជាដើមពេលយប់ខុងជឺតែងបង្រៀននាងឲ្យចេះនិយាយភាសាចិនក្នុងស្រុកព្រមទាំងបង្ហាត់ឲ្យចេះអានអក្សរទៀតផុសថែមទៀតពេលណាខុងជឺសង្កេតឃើញនាងមានទុក្ខព្រួយនាយតែងនាំនាងដើរកម្សាន្តតាមជើងភ្នំបង្ហាត់នាងឲ្យច្រៀងឬសូត្រកំណាព្យដែលខុងជឺបាននិពន្ធខ្លួនឯងនៅពេលទំនេរម្ដងប៉ុន្តែនៅថ្ងៃមួយស្រីជាតិម៉ុងហ្គោលនេះបានលួចសេះមួយរបស់ខុងជឺហើយបំផាយ៉ាងលឿនតម្រង់ទៅភ្នំតកកប៉ែកអាគ្នេយ៍ស្រុកច័ន្ទតុងដោយគ្មានទុកដំណឹងអ្វីបន្តិចសោះដល់គ្រួសារខុងជឺតែងគិតថាអំពើដែលខ្លួនគាត់ធ្វើទាំងអម្បាមានជាការសង្គ្រោះមួយដែលសិលធម៌សកលជំរុញនៅឆន្ទៈមនុស្សឲ្យដើរទៅរកមាគ៌ាលូតលាស់ខាងផ្លូវចិត្តសាស្ត្រខុងជឺបានទំទិញធ្វើគុណទៅហើយបើគេតបគុណមកវិញចាត់ទុកដូចពុំបានធ្វើគុណទៅហើយត្រឡប់បានផលអាក្រក់វិញត្រូវទទួលយកការពិសោធន៍ដោយដៃពីរធ្វើគុណទៅហើយបើរលាយសាបសូន្យទៅត្រូវបន្តធ្វើគុណទៅទៀតប្រៀបដូចត្រីបើវាចឹកនុយអស់ហើយគេត្រូវយកសន្ទូចមកបិទនុយថែមទៀតរាត្រីមួយនៅពេលម្ដាយនិងកូនកំពុងគិតពិចារណាពីកាតព្វកិច្ចដែលត្រូវអនុវត្តក្នុងថ្ងៃមុខនៅក្រៅផ្ទះប្រើក៏ធ្លាក់រុះរោយយ៉ាងខ្លាំងម្នាក់អង្គុយកម្ដៅភ្លើងចង្ក្រានដែលគេនាំគ្នាបង្កាត់ក្នុងឡនៃគេហដ្ឋានខុងជឺឮសំឡេងជើងសេះ
ប្រហែល10បានមកឈប់នៅមុខផ្ទះគេបន្ទាប់មកស្នូគោះទ្វារបន្ទាន់និងសំឡេងដ៏ស្រួចស្រែសរបស់ស្ត្រីម្នាក់បានបន្លឺឡើងម្ដាយខុងជឺបានស្គាល់សំឡេងនេះច្បាស់ណាស់គឺនាងជាកូនស្រីមេកន្ទ្រាញភ្នំម្នាក់ជាតិម៉ុងហ្គោក្នុងពេលពួកឈ្មួញលួចចាប់យកមកយុវតីនេះបានលេបថ្នាំម្យ៉ាងបំផ្លាញសម្ផស្សដោយកញ្ញាម៉ុងហ្គោជាប់ចិត្តនឹងគ្រួសារខុងជឺព្រមទាំងរូបខុងជឺផងនាងក៏បានលួចរត់ទៅស្រុកខ្លួនវិញដើម្បីព្យាបាលមុខមាត់ឲ្យដូចដើមបាទឃើញថាអត្ថបទយើងអំពីអាពាហ៍ពិពាហ៍ខុងជឺបានបញ្ចប់ទៅត្រឹមនេះហើយកូនៗណាជាចុងបញ្ចប់នេះលោកគ្រូសូមអរគុណកូនៗទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់នៅមេរៀនរបស់លោកគ្រូដែលមានចំណងជើងថាអាពាហ៍ពិពាហ៍ខុងជឺលោកគ្រូសូមអរគុណកូនៗទាំងអស់គ្នានិងជូនពរកូនៗទាំងអស់គ្នាឲ្យទទួលបាននូវសុខភាពល្អនិងជោគជ័យក្នុងការសិក្សាទាំងអស់គ្នាលោកគ្រូសូមអរគុណនិងសូមជម្រាបលា